សួស្តីបងប្អូនទាំងអស់គ្នាសម្រាប់វីដេអូឃ្លីបមួយនេះខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាបន្តទៀតពី account Gmail ក្នុងករណីយើងបានបង្កើត account Gmail រួចហើយចាំបាច់យើងត្រូវទៅបំពេញមុខងារមួយចំនួនឲ្យ account Gmail មួយហ្នឹងដើម្បីធ្វើឲ្យ account Gmail មួយហ្នឹងមានសុវត្ថិភាពអញ្ចឹងចូលទៅក្នុងវីដេអូជាមួយខ្ញុំទាំងអស់គ្នាចូលទៅក្នុង app របស់ Gmail ហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះយើងអាចចូលកន្លែងនេះជ្រើសរើស account Gmail អញ្ចឹងសម្រាប់ខ្ញុំចូលកន្លែងហ្នឹងហើយខ្ញុំជ្រើសរើស account មួយហ្នឹងហ្មងអញ្ចឹងបន្ទាប់មកទៀតយើងជ្រើស account ហ្នឹងហើយយើងចុច manage your Google account ចុចកន្លែងហ្នឹងមកអញ្ចឹងឃើញទេយើងគ្រាន់តែចូលមកភ្លាមឃើញកន្លែងហ្នឹងសិតកន្លែងគ្រោះថ្នាក់កន្លែងហ្នឹងគឺផ្ទាំង home ទេខាងមុខរបស់ account Gmail អញ្ចឹងខ្ញុំចូលកន្លែង personal info មកព័ត៌មានផ្ទាល់ខ្លួនពី account របស់យើងអញ្ចឹងយើងអស់មកក្រោមយើងមើលតិចមកឃើញយើងឃើញមានឈ្មោះ birthday gender អញ្ចឹងក្នុងករណី account យើងហ្នឹងត្រូវបានគេលួចទី1គេចូលមកគឺដូរឈ្មោះ account អញ្ចឹងយើងចូលមើលតិចទៅអញ្ចឹងកន្លែងហ្នឹងយើងអាចដូរបានអញ្ចឹងយើងចូលកន្លែងហ្នឹងមកឃើញទេកន្លែងនេះយើងអាចដូរបានដូរឈ្មោះអញ្ចឹងក្នុងករណី account យើងគេលួចច្បាស់ជាគេក៏អត់ទុកទម្រង់ដើមគេដូរអស់អញ្ចឹងខ្ញុំបកទៅវិញគ្រាន់បញ្ជាក់ប្រាប់អ្នកគ្នាថាគេអាចដូរបានកន្លែងហ្នឹងកន្លែងហ្នឹងក៏ដូរបានដូចគ្នាកន្លែងនេះក៏ដូរបានដូចគ្នា gender birthday នោះសិតអាចដូរបាននេះអស់មកក្រោមទៀតមកអញ្ចឹងនេះជា account របស់យើងអញ្ចឹងក្នុងករណីយើងបានបំពេញមុខងារហើយអញ្ចឹងកន្លែងហ្នឹងយើងអាចដាក់ Gmail បញ្ចូលកន្លែងហ្នឹងមួយទៀតកន្លែងនេះក៏យើងអាចដាក់ recovery phone កន្លែងហ្នឹងមួយទៀតអញ្ចឹងយើងត្រូវបំពេញកន្លែងហ្នឹងដើម្បីឲ្យវាមានសុវត្ថិភាពតែខ្ញុំអត់បំពេញទេកន្លែងហ្នឹងអញ្ចឹងខ្ញុំចូលទៅកន្លែងនេះមួយទៀតបញ្ជាក់ប្រាប់អ្នកនេះសិនអញ្ចឹងសម្រាប់ data and privacy នេះគឺយើងអាចលុប account Gmail ទាំងស្រុងគឺលុបឈប់ប្រើយើងអាចចូលកន្លែងហ្នឹងយើងអូសមកក្រោមឬក៏យើងលុប service ណាមួយដែលយើងគិតថាអត់ចាំបាច់ប្រើយើងអាចលុបចោលនៅក្នុងនឹងបានដូចគ្នាអញ្ចឹងបន្ទាប់ពីយើងចូល data and privacy យើងអូសមកក្រោមតិចមកយើងចូលទៅមើលតិចទៅយើងអូសមកក្រោមមកពាក្យហ្នឹងនៅខាងក្រោមអូរៀងយូរតិចមកនេះក្នុងករណីយើងត្រូវការលុប service ណាមួយដែលយើងគិតថាយើងឈប់ប្រើយើងអាចចូលមកលុបកន្លែងហ្នឹងនេះ delete Google service អញ្ចឹងកន្លែងហ្នឹងអញ្ចឹងយើងអូសមកក្រោមទៀតអញ្ចឹងសម្រាប់កន្លែងនេះ delete your Google account គឺលុប account Gmail នឹងទាំងស្រុងលុប Google account នឹងចេញហ្មងឈប់ប្រើហ្មងគឺអាចលុបកន្លែងហ្នឹងនេះធុងសម្រាប់ដូចគ្នាប៉ុន្តែធុងសម្រាប់ហ្នឹងមានសញ្ញាខ្វែងបើធុងសម្រាប់ខាងលើនេះគឺលុបតា service ណាមួយដែលយើងគិតថាអត់ចាំបាច់ឬក៏ឈប់ប្រើយើងអាចលុបកន្លែងហ្នឹងបានដូចគ្នាអញ្ចឹងតែមិនមែនលុប account ទេលុប account វាមានសញ្ញាលេខខ្វែងនៅក្នុងធុងសម្រាប់ហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចូលទៅក្នុង security មួយទៀតកន្លែងនេះគឺកន្លែងដែលខ្ញុំត្រូវប្រាប់អ្នកទាំងគ្នានៅក្នុងកន្លែងហ្នឹងអញ្ចឹងចុចកន្លែងហ្នឹងមកគ្រាន់យើងចូលភ្លាមគឺយើងឃើញសញ្ញាគ្រោះថ្នាក់ភ្លាមអញ្ចឹងយើងអូសមកក្រោមមកដើម្បីបំបត្តិសញ្ញាទាំងអស់ហ្នឹងអញ្ចឹងយើងអូសមកក្រោមទៀតទី1យើងត្រូវមើលថា two step verification គឺអស់បានតែបិទអញ្ចឹងកន្លែងហ្នឹងសំខាន់ដែលយើងត្រូវបំពេញអញ្ចឹងយើងចូលកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះយើងឃើញ add phone number អញ្ចឹងយើងចុចកន្លែងហ្នឹងមកកន្លែងនេះយើងត្រូវបញ្ចូលលេខទូរស័ព្ទអញ្ចឹងក្នុងករណីយើងត្រូវការបញ្ចូលលេខទូរស័ព្ទយើងត្រូវជ្រើសរើស Cambodia ឬក៏យើងអត់ជ្រើសរើសកន្លែងហ្នឹងទេយើងវាយកន្លែងនេះបូក855មកហ្មងក៏ស្គាល់ដែរអញ្ចឹងកន្លែងនេះគឺវា load Cambodia មកអូតូអញ្ចឹងឲ្យតែយើងវាយបូក855កន្លែងហ្នឹងឬក៏យើងអត់វាយបូក855ទេយើងចូលទៅជ្រើសរើសកន្លែងនេះ Cambodia គឺវាស្គាល់855ដូចគ្នាអញ្ចឹងសម្រាប់លេខទូរស័ព្ទដែលខ្ញុំត្រូវបញ្ចូលគឺ0ដំបងអត់វាយទេអញ្ចឹងដូច012អញ្ចឹងគេវាយពី12ទៅហ្មងអញ្ចឹងខ្ញុំវាយលេខទូរស័ព្ទអញ្ចឹងខ្ញុំបញ្ចូលលេខទូរស័ព្ទមួយហ្នឹងខ្ញុំចុច next អញ្ចឹងយើងត្រូវចូលយកលេខកូដដែលគេផ្ញើចូលលេខទូរស័ព្ទដែលយើងបានបញ្ចូលមិញហ្នឹងខ្ញុំវាយកន្លែងហ្នឹងអញ្ចឹងយើងចូលទៅយកលេខកូដអញ្ចឹងសម្រាប់លេខកូដ20កុដ5312លេខកូដ5312បន្ទាប់មកយើងចុច verify អញ្ចឹងសម្រាប់លេខទូរស័ព្ទហ្នឹងយើងបាន add ហើយមួយតង់ណាអញ្ចឹងយើងចុច done អញ្ចឹងក្នុងករណីយើង add កន្លែងហ្នឹងនៅពេលដែលយើង sign in account Gmail មួយហ្នឹងដាច់ខាតលេខកូដត្រូវតែផ្ញើចូលលេខទូរស័ព្ទមួយហ្នឹងយើងយកលេខកូដពីលេខទូរស័ព្ទមួយហ្នឹងមកបញ្ចូលកន្លែង
តែយើង sign in Gmail ហ្នឹងទើបយើងអាច sign in បានបើយើងអត់ទទួលបានលេខកូដទេមិនថាយើងជាម្ចាស់ account ទេនៅតែយើងអាចមិនអាចចូលក្នុង account ហ្នឹងបានដែរអញ្ចឹងណាអញ្ចឹងវាសុវត្ថិភាពកន្លែងហ្នឹងអញ្ចឹងបើគេចង់លួច account យើងឲ្យតែគេព្យាយាមចូល account យើងអញ្ចឹងលេខកូដវាចូលក្នុង account យើងហ្នឹងយើងដឹងភ្លាមអញ្ចឹងយើងអាចចូលទៅដូរ password បានអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងបញ្ជាក់ឲ្យ account ហ្នឹងយើងត្រូវតែដាក់វាឲ្យមានសុវត្ថិភាពនៅពេលដែលយើងមានអាសន្នគឺយើងដឹងអញ្ចឹងគេ sign in ភ្លាមយើងដឹងភ្លាមអញ្ចឹងលេខកូដនៅយើងគេអាច sign in account យើងបានអញ្ចឹងខ្ញុំបកទៅវិញអញ្ចឹងកន្លែងនេះបន្ទាប់ពីយើងបានពេញហើយគឺវាធីកបៃតងឲ្យយើងអញ្ចឹងយើងអមមកក្រោមទៀតអញ្ចឹងខ្ញុំនិយាយកន្លែងនេះមកចំណុចទៀតអញ្ចឹងកន្លែងនេះ password ដូចខ្ញុំបាននិយាយមិញហ្នឹងអញ្ចឹងក្នុងករណីស្រាប់សុកគេផ្ញើលេខកូដចូលក្នុងលេខទូរស័ព្ទរបស់យើងដែលយើងបានដាក់នៅក្នុង Gmail មួយហ្នឹងអញ្ចឹងយើងដឹងភ្លាមអូ account យើងមានគេព្យាយាមប៉ុនប៉ង sign in ចូលអញ្ចឹងយើងអាចមកដូរ password នៅកន្លែងហ្នឹងបានអញ្ចឹងក្នុងករណីយើងចង់ដូរ password ក្នុងករណី account យើងកំពុងតែ sign in នៅក្នុងទូរស័ព្ទយើងអញ្ចឹងយើងចូលកន្លែងហ្នឹងមកយើងដូរកន្លែងហ្នឹងហ្មងអញ្ចឹងយើងចូលមើលបន្តិចទៅអញ្ចឹងយើងអាចដូរបាននៅកន្លែងហ្នឹងអញ្ចឹងនេះឃើញទេយើងអាចដាក់ new password ភ្លាមបានអញ្ចឹងភ្លាមយើងអាចសង្គ្រោះ account យើងបានភ្លាមអញ្ចឹងខ្ញុំបកទៅវិញខ្ញុំអត់ដូរទេនេះគ្រាន់ខ្ញុំប្រាប់អញ្ចឹងខ្ញុំបកទៅវិញអញ្ចឹងមកតង់ទៀតចុះមកក្រោមកន្លែងនេះដូរ password នេះឃើញទេលេខទូរស័ព្ទដែលយើងដាក់មិញគឺ two step verification បានតាទៀងទាត់មុខងារពីកតានៅពេលយើង sign in លេខកូដត្រូវតែផ្ញើចូលលេខទូរស័ព្ទមួយហ្នឹងយើងត្រូវតែដឹងអញ្ចឹងណាមកដល់កន្លែងនេះ recovery phone ហើយនឹង recovery email នេះសិតកន្លែងសំខាន់ហើយសម្រាប់ recovery phone នៅពេលដែល account យើងបាត់អញ្ចឹងយើងអាចយកលេខទូរស័ព្ទមួយហ្នឹងទាញយក account របស់យើងមកវិញបាន recovery email ដូចគ្នាពេលណា account Gmail យើងបាត់អញ្ចឹងយើងអាចយក Gmail មួយហ្នឹងទាញយក account ដែលបាត់ហ្នឹងមកវិញបានដូចគ្នាអញ្ចឹងខ្ញុំពេញកន្លែង recovery phone ខ្ញុំចុចកន្លែងហ្នឹងមកអញ្ចឹងមកដល់កន្លែងនេះគេបញ្ជាក់ភាពជាម្ចាស់ account ហ្នឹងយើងអាចវាយ password របស់ account Gmail មួយហ្នឹងដើម្បីបញ្ជាក់ថាយើងជាម្ចាស់ account តោះមកខ្ញុំចុច next អញ្ចឹងយើងចុច add recovery phone ខ្ញុំចុចកន្លែងហ្នឹងមកដល់កន្លែងនេះខ្ញុំយកលេខទូរស័ព្ទមួយហ្នឹងធ្វើជា recovery phone ហ្មងអញ្ចឹងឬក៏យើងចង់ជ្រើសលេខផ្សេងទៀតយើងអាចធីកកន្លែងហ្នឹងយើងចុច next តែខ្ញុំអត់ទេខ្ញុំយកលេខទូរស័ព្ទមួយហ្នឹងហ្មងអញ្ចឹងខ្ញុំធីកកន្លែងនេះបន្ទាប់មកទៀតខ្ញុំចុច add នេះយើងមើលទៅនេះ add ហើយ id នេះចេះអញ្ចឹងលេខទូរស័ព្ទមួយហ្នឹងយើងបានបញ្ចូលហើយអញ្ចឹងខ្ញុំបកទៅវិញអញ្ចឹងនេះបាត់សញ្ញាគ្រោះថ្នាក់នេះភ្លាមអញ្ចឹងខ្ញុំមួយទៀតខ្ញុំដាក់ recovery email មួយទៀតអញ្ចឹងមកដល់កន្លែងនេះយើងត្រូវបញ្ចូល Gmail ណាមួយដែលយើងគិតថាអាចយកធ្វើជា recovery account Gmail ចូលឆ្នាំ77ហ្នឹងអញ្ចឹងខ្ញុំដាក់ Gmail ផ្សេងមួយទៀតដើម្បីធ្វើជា recovery account ហ្នឹងអញ្ចឹងខ្ញុំដាក់បញ្ចូលតបមកទៀតខ្ញុំចុច verify អញ្ចឹងមកដល់កន្លែងនេះយើងត្រូវទៅចូលយកលេខកូដដែលគេផ្ញើចូល account Gmail មិញហ្នឹងយកមកវាយចូលកន្លែងហ្នឹងអញ្ចឹងខ្ញុំចូលទៅយកលេខកូដអញ្ចឹងសម្រាប់លេខកូដ860069ចឹងបន្ទាប់ពីយើងវាយហើយយើងចុច verify ចឹងមកដល់កន្លែងនេះបានតែ verify id នេះបានតែយើងverify ហើយអញ្ចឹងយើងបកទៅវិញយើងមើលណាសញ្ញាគ្រោះថ្នាក់នឹងបាត់ភ្លាមយើងអូសទៅលើទៀតសញ្ញាគ្រោះថ្នាក់ខាងលើក៏អត់មានដែរអញ្ចឹងទីពណ៌បៃតងអញ្ចឹងបានដីថា account យើងហ្នឹងគឺយើងបានបំពេញមុខងារវាត្រឹមត្រូវហើយអញ្ចឹង account Gmail មួយហ្នឹងត្រូវតែមានសុវត្ថិភាពអញ្ចឹងយើងមានដាក់លេខទូរស័ព្ទយើងមានដាក់ Gmail អញ្ចឹងក្នុងករណី account យើងបាត់យើងអាចយកលេខទូរស័ព្ទឬក៏ Gmail មួយហ្នឹងដើម្បីទាញយក account បាត់មកវិញអញ្ចឹងឬក៏អ្នកផ្សេងព្យាយាម sign in account របស់យើងគឺលេខកូដតែจะផ្ញើចូលកន្លែងលេខទូរស័ព្ទដែលយើងបានដាក់ verification ណាបានតែថាមុខងារពីកតាដល់ពេលយើងចុចហើយលេខកូដផ្ញើចូលលេខទូរស័ព្ទមួយហ្នឹងដល់មានលេខកូដពីទូរស័ព្ទមួយហ្នឹងទើបអាច log in Gmail នឹងបានអញ្ចឹងសូម្បីតែយើងក៏ដោយបើយើងអត់មានលេខកូដហ្នឹងគេអត់ផ្ញើមកគឺយើង log in account ហ្នឹងអត់បានដូចគ្នាអញ្ចឹងសូម្បីតែយើងខ្លួនឯងដែរអញ្ចឹងយើងទៅតែប្រយ័ត្ន
អាហ្នឹងទើបហៅថាសវត្ថភាពអញ្ចឹងមិនខ្ញុំចូលមកខាងនេះវិញនេះ personal info នេះអញ្ចឹងយើងអស់មកក្រោមមកមិនយើងអត់បានពេញអញ្ចឹងវាមានស្លាប់ហោងបន្ទាប់ពីយើងពេញ like security ហើយយើងចូលមកមើល personal info បានព័ត៌មានតខ្លួនពី account របស់យើងអញ្ចឹងណាអញ្ចឹងយើងអស់មកក្រោមមកឃើញទេមិនមានតែចូលឆ្នាំ77ទេឥឡូវយើងមាន Gmail ផ្សេងមួយទៀតដើម្បីដាក់ធ្វើជា recovery Gmail អញ្ចឹងក៏មានលេខទូរស័ព្ទដែរអញ្ចឹងណាអញ្ចឹងក្នុងករណី Gmail មួយនេះលេខទូរស័ព្ទមួយហ្នឹងពេលដែល account Gmail ចូលឆ្នាំ77បាត់យើងអាចយក Gmail មួយនេះយើងអាចយកលេខទូរស័ព្ទមួយនេះទាញយក account ដែលយើងបាត់មកវិញបានអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងវាអញ្ចឹងយើងចូលឲ្យ home មកឃើញទេបាត់សញ្ញាគ្រោះថ្នាក់ភ្លាមអញ្ចឹងអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងនៅពេលដែលយើងបានពេញមុខងារអញ្ចឹងហើយក្នុងករណីយើង sign in ណាដូច account Apple ID អញ្ចឹងនៅពេលដែលយើងភ្ជាប់បង្កើតវាត្រឹមត្រូវហើយយើងអាច sign in ជាមួយលេខទូរស័ព្ទបានដូចគ្នា account Gmail ហ្នឹងក៏អញ្ចឹងដែរអញ្ចឹងយើងអាច sign in ជាមួយនឹងលេខទូរស័ព្ទដែលយើងបានភ្ជាប់មិញគឺបានដូចគ្នាខ្ញុំចូលប្រាប់អ្នកទាំងអស់គ្នានិយាយអាចណាយើងថា sign in account ថ្មីអញ្ចឹងយើងអាចចូលកន្លែងនេះហើយយើងពេញបានហើយយើងឃើញទេ email or phone number បានន័យថា email ក៏សាញបានលេខទូរស័ព្ទក៏សាញជាមួយនឹង Gmail នឹងបានដូចគ្នាអញ្ចឹងឲ្យតែយើងពេញដូចខ្ញុំអញ្ចឹងយើង log in account ជាមួយនឹង Gmail ក៏បាន log in account មួយនឹងជាមួយនឹងលេខទូរស័ព្ទនឹងក៏បានឲ្យយើងពេញត្រឹមត្រូវដូចខ្ញុំលេខទូរស័ព្ទមួយ account មួយមិនមែនយកលេខទូរស័ព្ទហ្នឹងយកទៅភ្ជាប់ជាមួយនឹង account ផ្សេងទៀតក៏អត់បានដែរអញ្ចឹងលេខទូរស័ព្ទមួយហ្នឹងគឺសម្រាប់តែ account មួយហ្នឹងអញ្ចឹង account មួយហ្នឹងគឺយើងអាច sign in ជាមួយនឹងលេខទូរស័ព្ទហ្នឹងបានដូចគ្នាអញ្ចឹង Apple ID ក៏អញ្ចឹងដែរជាទូទៅ Apple ID គឺយើង sign in ជាមួយនឹង Gmail @gmail @iCloud អញ្ចឹងតែបើយើងបំពេញត្រឹមត្រូវនៅក្នុង Apple account ឬ Apple ID គឺអាច sign in ជាមួយលេខទូរស័ព្ទបានហើយអញ្ជើញអ្នកទាំងអស់គ្នាចូលទៅកន្លែងsign in Apple ID គឺមាន email or phone អញ្ចឹងបានន័យថាយើងអាច sign in ជាមួយ phone ហើយអញ្ចឹងឲ្យតែយើងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវព្រោះខ្ញុំនឹងធ្វើវីដេអូនឹងចែកជូនអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះមានប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានអញ្ចឹងអ្នកទាំងអស់គ្នាអាចជួយ like page អាចជួយ follow និងជួយ subscribe ជេនែល YouTube ខ្ញុំអ្នកមួយផងអរគុណ